បងសមត្ថកិច្ចផ្លូវជាតិលេខ3មានរឿងនិយាយជាមួយនឹងមហាជននិងម្ចាស់ឡានទៀតហើយណាដោយម្ចាស់ឡានបានសួរថាតែឡាន Ford ខាងមុខគេខុសអីបានជាបងសមត្ថកិច្ចសុកទៅខាត់ឡាន Ford នៅខាងមុខហើយឲ្យឡានខ្ញុំបុកពីក្រោយបងសមត្ថកិច្ចអត់ឆ្លើយនាំគ្នាជិះឡានទៅបាត់អស់រលីងតែម្ដងទុកតែម្ចាស់ឡានឲ្យឡាយឆ្ងល់ថាហេតុអ្វីបានជាបងសមត្ថកិច្ចសុកមកខាត់ឡាន Ford ឲ្យឡានគាត់បុកពីក្រោយចឹងបងសមត្ថកិច្ចគាត់អត់ឆ្លើយទេគាត់នាំគ្នាជិះឡានទៅបាត់អស់រលីងដែលហេតុការខាងលើគឺកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ3ប៉ុន្តែគាត់អត់បញ្ជាក់ថានៅភូមិណាខេត្តណាស្រុកណានោះទេណាបងប្អូនប៉ុន្តែរឿងរ៉ាវខាងលើបងប្អូនមហាជនលោកលើកឡើងថាខាងសមត្ថកិច្ចហាក់បីដូចជាគ្មានទំនួលខុសត្រូវធ្វើរឿងរ៉ាវនេះហើយបែរជាមិនឆ្លើយជាមួយនឹងម្ចាស់ឡានហើយនាំគ្នាជិះឡានទៅបាត់ហាក់បីដូចជាគ្មានអ្វីអញ្ចឹងរឿងរ៉ាវនេះបងប្អូនប្រុសស្រីទស្សនានៅវីដេអូនេះហើយអាចគិតពិចារណាដោយខ្លួនឯងបានណាបងប្អូនយើងឥឡូវដល់ពេលមានបញ្ហាចាប់ដើមរើបារះម៉ែថតពេលដែលមានបញ្ហាចាប់ដើមរើបារះហើយកោះឡានយកណាគេទទួលខុសត្រូវពេលដែលពងបើកឡានឲ្យប៉ូលីសចូលមកអញ្ចឹងអាណាគេទទួលខុសត្រូវបើយើងខុសពីចាក់យើងចូលផុសតែនេះបើយើងត្រូវយកទឹកតមកយើងមើលឲ្យហើយថាពេលដែលធ្វើការអញ្ចឹងត្រូវអត់បើសិនជាបងធ្វើការនៅខាងណាបងត្រូវដោះស្រាយបញ្ហាមួយខ្ញុំបងធ្វើការនៅខាងខណ្ឌអីមើលតើឡានខុសអីឡាន Ford មុខហ្នឹងគាត់ខុសអីបើដើរចូលទន្ទឹមគ្នាហើយឥឡូវបងសមត្ថកិច្ចបងត្រូវមែនហេតុអីបានជាបងរើតារាអត់តដល់មកបងរើទេអត់តដល់មកបងរើតារាទេមានបញ្ហាគាត់រើហេតុអីបានជាបងតើមានដំណោះស្រាយគេមកឲ្យពួកខ្ញុំហើយខ្ញុំចង់ឲ្យមានដំណោះស្រាយភ្លាមហើយខ្ញុំគឺជិះតាមល្បឿនដែលរដ្ឋាភិបាលកំណត់ឲ្យបងកំតន់ខ្ញុំសុំសួរបងមួយចាតើខ្ញុំចង់សុំដោះស្រាយតាមសន្តិភាពជាមួយនឹងដំណោះស្រាយមួយពួកខ្ញុំសិនបាទដល់សន្តិភាពចាមានដំណោះស្រាយមួយពួកខ្ញុំសិនមិនមែនបងត្រូវឲ្យបងបើកអស់ចេញតែអញ្ចឹងទេបងមានសមត្ថកិច្ចចាបងមានសមត្ថកិច្ចផ្លូវជាតិលេខ3ហេតុអីបានភ្លាមបងរើបារះអស់គាត់ទៅភ្លាមធ្វើបារះអស់លីងអញ្ចឹងចាឧបត្ថម្ភដោយ Lady Lara SD គិតពីសម្រស់និងសុខភាពជាចម្បង